នេះគឺ Void Fit 4 Pro ទាំងការធន់រឹងមាំទាំងកម្រិតអេក្រង់ធន់ Two bezel ធ្វើពី Titanium កញ្ចក់ខាងមុខគឺ Sapphire Glass កញ្ចក់អេក្រង់នេះមានកម្លាំងជះពន្លឺរហូតដល់ 3000 nit ស្ដើងស្រាលមានមុខងារសុខភាពសក្រិត ECG មុខងារកីឡា Professional គឺមាន Offline Map ហើយមាន Ghost Mode ទៀត Ghost Mode ហ្នឹងគឺ support ជាមួយនឹង Ghost Map នៅស្រុកខ្មែរយើងទៀតសាកថ្មម្ដងប្រើបានដល់ទៅ10ថ្ងៃយើងអាចប្រើវាក្នុងការទទួល call ចេញ call ចូលបានអាចជាប់ជាមួយនឹង iOS ក៏បាន Android ក៏បានអ្វីដែលសំខាន់ហ្នឹងគឺត្រង់ថាតួវានឹងស្ដើងត្រឹមតែ 9.3 មីលីម៉ែត្រទេហើយទម្ងន់ត្រឹមតែ 30 ក្រាមប៉ុណ្ណោះហើយនៅមានជំរើសមួយទៀតនេះគឺ Void Fit 4 ចំពោះ Void Fit 4 នេះគឺវាមានតម្លៃធូរថ្លៃជាង Void Fit 4 Pro ហើយអ្វីដែលពិសេសនោះគឺវាស្រាលជាងទៅទៀតត្រឹមតែ 27 ក្រាមទេសម្រាប់នាឡិកាទាំងពីរ model នេះវិញគឺយើងអាចបញ្ចូល Void Face នឹងបានច្រើនធ្វើឲ្យការប្រើប្រាស់របស់យើងនឹងតម្រូវទៅតាមចិត្តតម្រូវទៅតាមការពេញចិត្តរបស់យើងនឹងរៀងៗខ្លួនទាំងពីរ model នេះគឺស័ក្តិសមទាំងមនុស្សប្រុសនិងមនុស្សស្រីតែម្ដងមិនរើសថា Pro សម្រាប់មនុស្សប្រុសឬក៏មិន Pro សម្រាប់មនុស្សស្រីទេបើស្រឡាញ់រូបរាងបែប fashion តួធន់រឹងមាំ bezel titanium ហើយប្រើ sapphire glass ទៀតណាអាចជ្រើសរើសជម្រើស Void Fit 4 Pro តែបើស្រឡាញ់ fashion តូចស្ដើងស្រាលស្អាតហើយធូរថ្លៃ Void Fit 4ប៉ុន្តែអ្វីដែលសំខាន់ណាបើសិនជា pre-order ឥឡូវគឺក្រុមហ៊ុនមាន promotion ដោយថែម gift អីផ្សេងៗហ្នឹងគេអាចមើលលើអេក្រង់នេះជា promotion អញ្ចឹង pre-order ទទួលបានហ្នឹងតែផុត pre-order លេងបានទេណា